ជួយសុខភាពល្អនិងអាហារបំផ្លាញសុខភាពបងប្អូនសម័យបច្ចុប្បន្ននេះគឺសម្បូរអាហារដែលបងប្អូនញ៉ាំចូលទៅភាគច្រើនគឺបំផ្លាញសុខភាពមែនតើអញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺយើងមកញ៉ាំឲ្យដាច់ពីគ្នាថាតើអាហារប្រភេទណាដែលវាជួយតទៅនឹងរាងកាយសុខភាពយើងឲ្យសុខភាពល្អហើយតើអាហារប្រភេទណាដែលបងប្អូនញ៉ាំដាក់ចូលមាត់ទៅបំផ្លាញដល់សុខភាពចឹងបើសិនជាបងប្អូនឆ្លាញ់សុខភាពកុំភ្លេចតាមដានវីដេអូមួយនឹងរហូតដល់ចប់ហើយយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃតទៅនឹងរបបអាហារដែលបងប្អូនចាត់ចែងជាប្រចាំព្រោះតែកាលណាបងប្អូនចាត់ចែងអាហារបានត្រឹមត្រូវបានច្បាស់លាស់វាជួយសុខភាពបងប្អូនញ៉ាំចូលទៅបានបំពន់បានធ្វើឲ្យសុខភាពល្អតែបើបងប្អូនញ៉ាំខុសបំផ្លាញសុខភាពជួបវិបត្តិនៅបញ្ហាសុខភាពនៅថ្ងៃក្រោយរឿងទី1ដែលបងប្អូនត្រូវដឹងពាក់ព័ន្ធជាមួយនឹងអាហារដែលជួយសុខភាពល្អក្រុមទី1គេហៅថាក្រុមពពុះសរសៃ fiber ក្រុមពពុះសរសៃ fiber ហ្នឹងបងប្អូនអរគ្នាគឺវាជួយតទៅនឹងរាងកាយមនុស្សយើងវាជួយតទៅនឹងខ្លាញ់ស្ករឲ្យបងប្អូននឹងមានសុខភាពល្អអញ្ចឹងពុះអាហារដែលមានកាកសរសៃបងប្អូនព្យាយាមញ៉ាំចូលទៅវាជួយសុខភាពបានច្រើនអាហារដែលមានប្រូតេអ៊ីនមានដូចជាពពុះសុទ្ធសាច់ទ្រូងមាន់នេះហ្នឹងបងប្អូនព្យាយាមញ៉ាំចូលទៅពពុះសាច់ត្រីហ្នឹងវាសម្បូរទៅដោយខ្លាញ់ល្អវាជួយសុខភាពហើយមួយទៀតបងប្អូនអរគ្នាគឺជាមួយនឹងពពុះអាហារដែលបង្កើននៅធម៌ពលមានដូចជាពពុះក្របធញ្ញជាតិអីហ្នឹងបងប្អូនព្យាយាមញ៉ាំពពុះហ្នឹងចូលទៅមានបន្លែមានផ្លែឈើអីហ្នឹងបងប្អូនអរគ្នាមានពណ៌បៃតងមានពណ៌លឿងចម្រុះពណ៌អីហ្នឹងបងប្អូនអរគ្នាព្យាយាមញ៉ាំពពុះអាហារហ្នឹងចូលទៅជាពិសេសបន្លែផ្លែឈើដែលនៅតាមចំការក៏ដូចជានៅតាមជនបទបងប្អូនអរគ្នាឧស្សាហ៍ញ៉ាំទឹករបស់នឹងទាំងអស់ចូលទៅមានដូចជាស្លឹកបាសមានស្លឹកផ្ទីស្លឹកងប់ស្លឹកក្បងអីហ្នឹងបងប្អូនអរគ្នាឧស្សាហ៍ញ៉ាំពពុះបន្លែបៃតងឬក៏ពពុះបន្លែដែលយើងដាំដោយដៃហ្នឹងគឺបងប្អូនសុខភាពល្អមែនតើបងប្អូនកន្លែងទៅមើលកាលពី10 20ឆ្នាំមុនហ្នឹងមនុស្សភាគច្រើនគឺគាត់ញ៉ាំពពុះបន្លែអញ្ចឹងដែលធ្វើឲ្យពួកគាត់នឹងទទួលបាននូវសុខភាពល្អដោះចាស់កោងខ្នងអត់មានបញ្ហាសុខភាពដូចនាពេលបច្ចុប្បន្នទេអញ្ចឹងបើសិនជាបងប្អូនរស់នៅក្នុងសម័យនេះបងប្អូនចេះចាត់ចែងអាហារបានត្រឹមត្រូវពីមួយថ្ងៃទៅមួយថ្ងៃបងប្អូនអត់មានឱកាសកើតជំងឺធ្ងន់ធ្ងរទេហើយបងប្អូននឹងមានរាងកាយមួយដែលយើងរស់នៅដោយទោះបីជាអាយុប្រហែលក៏សុខភាពយើងអត់សូវទ្រុឌទ្រោមតាមអាយុកាលរបស់មនុស្សយើងដែរតែកាលណាបងប្អូនបដោយតាមអាយុកាលរបស់យើងអាយុ20 30 40តនេះគឺឡើងឈាមទាំងដងផ្អែមខ្ពស់វិណាស៊ីនសាឡាយអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងនៅក្នុងការដែលបងប្អូននឹងញ៉ាំហើយរឿងទី2អាហារដែលបំផ្លាញសុខភាពមានអីខ្លះអាហារក្រុមអាហារដែលបំផ្លាញសុខភាពទី1ក្រុមអាហារដែលសម្បូរទៅដោយជាតិម្សៅគេហៅថាកាបូនអ៊ីដ្រាតច្រើនដែលបងប្អូនញ៉ាំចូលទៅមានការដែលបងប្អូនរលាកកោសិកាធ្វើឲ្យរាងកាយបងប្អូននឹងគឺប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងចុះខ្សោយហើយមួយវិញទៀតបងប្អូនអរគ្នាតើតើនឹងគ្រឿងកំប៉ុងរបស់ផ្អែមរបស់ផ្អាប់យ៉ាងបងប្អូនគួរតែកាត់បន្ថយនៅក្នុងការញ៉ាំមិនមែនឲ្យបងប្អូនអត់ញ៉ាំសោះទេបានន័យថាកាត់បន្ថយនៅក្នុងការដែលបងប្អូនទទួលទានចូលទៅក្នុងរាងកាយព្រោះរបស់ទាំងអស់ហ្នឹងតើបងប្អូនញ៉ាំចូលទៅយូរវាធ្វើឲ្យយើងមានបញ្ហាសុខភាពនៅថ្ងៃណាមួយអាហារកែច្នៃអាហារដែលបំផ្លាញនៅកោសិកាឬក៏ភេសជ្ជៈគ្រឿងសង្វឹងអីហ្នឹងបងប្អូនអរគ្នាក្រុមទាំងអស់ហ្នឹងគឺជាក្រុមដែលបងប្អូនត្រូវកាត់បន្ថយនៅក្នុងជីវិតអញ្ចឹងប៉ះពាល់នឹងការចែករំលែកវីដេអូថ្ងៃហ្នឹងគឺរូបខ្ញុំបាទមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបាននូវចំណេះដឹងនៅក្នុងវីដេអូនេះគ្រប់គ្នាអរគុណច្រើន